អនុទានប្រកាសថានឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាដាច់ខាតប្រសិនបើខ្លួនជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃម្ដងទៀតខណៈពេលដែលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃជិតចូលមកដល់លោកអនុទានបានប្រឹងប្រែងរកវិធីសាស្ត្រផ្សេងៗដើម្បីទទួលការគាំទ្រពីប្រជាពលរដ្ឋថៃឲ្យបោះឆ្នោតឲ្យគណៈបករបស់ខ្លួនដោយបានឃោសនាក៏ដូចជាសន្យាជាមួយប្រជាជនថៃថាលោកមិនព្រមបើកព្រំដែនជាមួយកម្ពុជាឡើយលុះត្រាតែប្រជាជនថៃស្នើសុំឲ្យបើកទើបលោកព្រមគោលនយោបាយនេះគឺបានធ្វើឡើងក្រោយពេលដែលគេស្ទង់មតិគណៈបកដែលអាចឈ្នះឆ្នោតនាពេលខាងមុខហើយគណៈបកភូមិច័យថៃរបស់អនុទានគឺមិនមានសម្លេងគាំទ្រនោះទេគួររំលឹកថាបញ្ហាច្រកព្រំដែនរវាងកម្ពុជានិងថៃគឺបានបិទជាស្ថាពរតាំងពីមុនពេលផ្ទុះការប្រយុទ្ធគ្នាលើកទី1មកម្លេះដោយការបិទច្រកនេះគឺបណ្ដាលមកពីភាគីថៃបានបិទដោយឯកតោភាគីជាមុនទើបភាគីកម្ពុជាសម្រាប់បិទតាមក្រោយសម្រាប់បញ្ហាច្រកព្រំដែននេះដែរកន្លងមកថ្នាក់ដឹកនាំប្រទេសកម្ពុជាបានបញ្ជាក់ច្បាស់លាស់ហើយថាបើចង់បើកច្រកវិញលុះត្រាតែភាគីថៃជាអ្នកបើកមុនហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរបំផុត5ម៉ោងទោះបីជាយ៉ាងណាក៏ដោយការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានបង្កើតទៅជាចំនួនជាតិសាសន៍ដែលធ្វើឲ្យប្រទេសទាំងពីរពិបាកក្នុងការសម្របសម្រួលឲ្យស្ថានភាពព្រំដែនមកល្អប្រសើរវិញណាស់អរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត